ការវះកាត់ត្រូវបានបញ្ចប់ជីវិតត្រូវរក្សាបានប៉ុន្តែអ្វីនៅថ្ងៃទី 2 នៃការចូលពន្ធនាគារហ្វូឡានគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេចក្តីប្រកាសវិទ្យាសាស្ត្រមុនដែលមិនអាចដកវិញបានដោយកំណត់ថាប្រសិនបើគាត់ធ្លាក់ចូលក្នុងស្ថានភាពសន្លប់ធ្ងន់ធ្ងរឬត្រូវការប្រព័ន្ធជំនួយជីវិតក្រៅរាងកាយដើម្បីរក្សាជីវិតគាត់បដិសេធរាល់វិធានការសង្គ្រោះបន្ទាន់ឥឡូវនេះមេធាវីតម្រូវឲ្យគ្រូពេទ្យដកឧបករណ៍ទាំងអស់របស់ហ្វូឡានចេញភ្លាមបងស្រីអ្នកបានកញ្ញាគ្រប់យ៉ាងសូម្បីតែកញ្ញាដឹងថាខ្ញុំនឹងជួយសង្គ្រោះអ្នកដោយមិនខ្វល់ពីអ្វីទាំងអស់ប៉ុន្តែបើអ្នកស្លាប់តើឲ្យខ្ញុំធ្វើដូចម្តេចហ្វូឡានអ្នកចង់ស្លាប់ខ្ញុំរឹតតែត្រូវតែឲ្យអ្នករស់លោកប្រុសអានខ្ញុំឈ្មោះចូលយ៉ានជាមេធាវីផ្ទាល់ខ្លួនរបស់កញ្ញាហ្វូឡានសេចក្តីប្រកាសវិទ្យាសាស្ត្រមុននេះបានឆ្លងកាត់នីតិវិធីសាការីពេញលេញកញ្ញាហ្វូមានស្មារតីប្រក្រតីនិងមានសមត្ថភាពពលរដ្ឋពេញលេញក្នុងពេលចុះហត្ថលេខាគុំមកនិយាយរឿងទាំងនេះជាមួយខ្ញុំលោកប្រធានវាងឥឡូវនេះគាត់កំពុងសន្លប់ធ្ងន់ធ្ងរអាស្រ័យលើអុយសុយ MO ដើម្បីរក្សាជីវិតលក្ខខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងត្រូវបានកេះហើយផ្អែកតាមច្បាប់អ្នកទាំងអស់គ្នាត្រូវតែបញ្ឈប់ប្រព័ន្ធជំនួយជីវិតទាំងអស់ភ្លាមបើមិនដូច្នេះទេខ្ញុំនឹងចោទប្រកាន់ភាគីមន្ទីរពេទ្យពីបទបង្កបួសស្នាមដោយចេតនាដកបំពង់ចេញកញ្ញាអាននេះជាលិខិតបណ្ដាំរត់ដែលអគ្គនាយកហ្វូទុកឲ្យអ្នកសង្គមនីតិរដ្ឋអ្នកមកនិយាយច្បាប់ជាមួយខ្ញុំ3 ម៉ោងមុនខ្ញុំទទួលបានភាគហ៊ុន35នៃ Fo Group ខ្ញុំជាអ្នកកាន់ភាគហ៊ុនភាគច្រើនដាច់ខាតនៃ Fo Group ឥឡូវនេះអ្នកត្រូវបានបណ្ដេញចេញហើយបណ្ដេញខ្ញុំចេញក៏គ្មានប្រយោជន៍ដែរកិច្ចព្រមព្រៀងបានចូលជាធំមានហើយមន្ត្រីតុលាការនៅទីនេះស្រាប់ជីវិតរបស់ហ្វូឡានជារបស់ខ្ញុំនៅណានឈឹងគ្រួសារអានគឺជាច្បាប់កញ្ញាអានស្ថានភាពរបស់អគ្គនាយកហ្វូអាក្រក់ណាស់ជាតិពុលវ៉លហ្វេរិនបណ្ដាលឲ្យមុខងារកក់ឈាមពេញរាងកាយរបស់គាត់បែកបាក់ការធ្លាយក្រពះទោះបីជាបានដេកភ្ជាប់ហើយប៉ុន្តែសរីរាង្គជាច្រើនកំពុងបរាជ័យគាត់អាចទ្រាំបានយូរប៉ុណ្ណាទៀតអុយសុយ MO អាចរក្សាបានយ៉ាងច្រើនបំផុត48 ម៉ោងនំខ្ញុំចូលទៅបងស្រីខ្ញុំទទួលបានសម្លេងថតហើយហ្វូតឹងហៃបានសារភាពផ្ទាល់មាត់ថាគាត់បានកាត់ខ្សែហ្វ្រាំងឡានរបស់ម្ដាយអ្នកដែលធ្វើបាបអ្នកខ្ញុំបានចាត់ការស្អាតបាត់អស់ហើយអ្នកមិនបាច់ញ៉ាំថ្នាំទាំងនោះទៀតទេអ្នកមិនបាច់ភ័យខ្លាចគ្រូសាលូមកបង្កបញ្ហាឲ្យម្ដាយអ្នកទៀតទេអ្នកមិនបាច់រុញច្រានខ្ញុំចេញទៀតទេរៀបចំសង្គ្រោះថ្នាំរំញោចបេះដូង1 មីលីក្រាមបញ្ចូលថាមពល200ស៊ូអ្នកទាំងអស់គ្នាក្រោកចេញពីគ្រែ安然小姐កញ្ញាអានរ៉ានខ្ញុំជាជីតារបស់ហ្វូឡានខ្ញុំបានឲ្យគេនាំត្រឡប់ទៅរាជធានីជីងឆឹងវិញហើយអរគុណចំពោះអ្វីដែលអ្នកបានធ្វើគ្រូសាលូនៅជីងឆឹងអ្នកមិនអាចនាំគាត់ទៅបានទេគាត់ជាមនុស្សរបស់ខ្ញុំសំឡេងថតខ្ញុំទទួលបានហើយខ្ញុំក៏បានដោះស្រាយគ្រប់យ៉ាងរួចរាល់ដែរខ្ញុំអាចការពារគាត់បានការពារគេនេះជាលទ្ធផលនៃការការពាររបស់អ្នកមែនទេគ្រាន់តែជន់លើកន្លះជីវិតចៅស្រីខ្ញុំដើម្បីសម្ដែងរត់ប៉ុណ្ណោះសំឡេងថត3 ឆ្នាំមុនពេលខ្ញុំឈឺធ្ងន់សន្លប់ទើបអាឡាសែហ្វូតឹងហៃនោះហ៊ានប៉ះពាល់នាងឥឡូវនេះខ្ញុំដឹងខ្លួនវិញហើយគ្រូសាលូមិនត្រូវការភស្តុតាងទេហ្វូតឹងហៃនៅក្នុងពន្ធនាគាររស់មិនផុតពីយុគនេះឡើយហ្វូឡានជាស្រឡាយឈាមគ្រូសាលូជាអ្នកកាន់អំណាចជំនាន់ក្រោយរបស់គ្រូសាលូតាំងពីពេលណាមកខ្លាចជាមនុស្សរបស់អ្នកតើអ្នកជាស្អីហ៊ានមកទាំងផ្លូវគ្រូសាលូបងស្រីហាក់ដូចជាខ្ញុំពិតជាមិនអាចការពារអ្នកបានមែនល្អចាំគាត់ជាសះស្បើយខ្ញុំនឹងទៅរកគាត់ប្រសិនបើអ្នកហ៊ានធ្វើបាបគាត់ទោះត្រូវស្លាប់ក៏ខ្ញុំត្រូវតែឲ្យអ្នកសងជំងឺចិត្តដែរគ្រូសាអាននៅណានឈឹងអាចរាប់បានថាជាខ្លាកាចប៉ុន្តែនៅជីងឈឹងសូម្បីតែឆ្កែក៏មិនស្មើផងគុំមកជីងឈឹងរកនាងឲ្យសោះនេះជាពាក្យដំបូន្មានចុងក្រោយរបស់ខ្ញុំរ៉ានគ្រូសាលូមានគ្រឹះជ្រៅជ្រៅណាស់គ្រប់ដណ្ដប់ទាំងយោធានយោបាយនិងពាណិជ្ជកម្មហ្វូឡានត្រឡប់ទៅជីងឈឹងវិញគឺជាវាសនាល្អបំផុតសម្រាប់គេហើយអ្នកទាំងអស់គ្នាខិតខំអស់ពីសមត្ថភាពហើយចាប់ត្រឹមនឹងទៅគ្រូសាលូនិយាយថាខ្ញុំនៅជីងឈឹងមិនស្មើស្អីផងអីចឹងខ្ញុំនឹងទៅជីងឈឹងវាបំបែកមេឃនេះឲ្យធ្លុះហ្វូឡានអាចជារបស់ខ្ញុំតែម្នាក់គត់គ្រូសាលូចង់នាំគេចូលទៅក្នុងទ្រង់ថ្មីខ្ញុំនឹងរកគ្រប់វិធីដើម្បីទាញគេចេញមកដឹងខ្លួនហើយខ្ញុំមិនទាន់ស្លាប់ទេតាជាតិពុលក៏អស់ដែរលោកតាឈីងនិយាយថាឯងសំណាងល្អមើលឃើញថាការងារដែលសហាយតូចណានឈឹងរបស់ឯងធ្វើចោះផ្ដេសផ្ដាស់ពិតជាផ្ដេសផ្ដាស់មែនគ្រូសាអាននៅណានឈឹងគ្រាន់តែជាស្ដេចក្រាញ់ក្នុងតំបន់មកដល់ណានឈឹងតើជាស្អីគេ
គេបងប្រើប្រាស់លុយ30ជូកត30 billion ដើម្បីមកប្រឡាប់តូនេះជាការស្វែងរកផ្លូវស្លាប់គ្រូសាលូមិនត្រូវការអ្នកកាន់អំណាចដែលមានចំណុចខ្សោយនោះទេម្ដាយរបស់ឯងកាលនោះចិត្តទុនទីបំផុតមានវាសនាយ៉ាងណាឯងដឹងច្បាស់ហើយតើលោកតាចង់បានលទ្ធផលបែបណា3ថ្ងៃឲ្យគេផ្ដាច់កាត់ចិត្តហើយក្បាលវិលត្រឡប់ទៅណានឈឹងវិញបើមិនដូច្នេះទេខ្ញុំនឹងចេញមុខដោយផ្ទាល់ដឹងហើយខ្ញុំនឹងចាត់ការឲ្យស្អាតរានមនុស្សដូចជាខ្ញុំមិនស័ក្តិសមឲ្យអ្នកលះបង់ច្រើនយ៉ាងនេះទេអ្នកមិនអាចមកគ្រួសារលោកបានទេវាគួរឲ្យខ្លាចណាស់បងស្រីទីបំផុតអ្នកទទួលទូរស័ព្ទហើយអ្នកណែណាខ្ញុំមកដល់ជីងឈឹងហើយខ្ញុំទៅទទួលអ្នកកញ្ញាអានសំដែងល្ខោនល្មមឈប់បាននៅអ្នកនិយាយស្អីខ្ញុំនិយាយថាការរំភើបចិត្តម្នាក់ឯងរបស់អ្នកអាចបញ្ចប់បានហើយនៅជីងឈឹងលេងជាមួយអ្នកប៉ុណ្ណឹងបានហើយប៉ុន្តែទីនេះគឺជីងឈឹងបងស្រីតើអ្នកត្រូវគ្រួសារលោកគំរាមកំហែងមែនទេអ្នកកំភៃខ្ញុំបាននាំយកថវិកាទាំងអស់របស់គ្រួសារអានមកហើយគឺ30ជូកតអានរានមនុស្សយើងកុំឆោតល្ងងពេកគ្រួសារលូអាចឲ្យទ្រព្យសម្បត្តិរាប់សែនក៏ដល់ខ្ញុំអាចឲ្យខ្ញុំចូលនៅលើកំពូលនៃកំពូលអំណាចអ្នកបានកំទេចហ្វូដេហៃជាការតបស្នងភាគហ៊ុន35របស់ហ្វូគ្រប់នោះចាត់ទុកជាការគុណចំពិតទេអ្នកសំបីតែជីវិតក៏មិនត្រូវការតើអ្នកអាចត្រូវការអំណាចយ៉ាងម៉េចកើតហ្វូឡានអ្នកមើលមុខខ្ញុំរួចនិយាយម្ដងទៀតមើលអ្នកកាន់អំណាចគ្រួសារលូមិនអាចមានកន្លែងសម្រាប់អ្នកមានភ្លាមមកពីណានឈឹងនោះទេក្តីស្រឡាញ់ជ្រាលជ្រៅដែលអ្នកស្មានថាអស្ចារ្យនោះវាមិនមានតម្លៃសំបីតែមួយកាក់ប្រញាប់ក្បាលវិលត្រឡប់ទៅវិញទៅខ្ញុំមានអារម្មណ៍ថាអ្នកគួរឲ្យខ្ពើមណាស់អ្នកហ៊ាននិយាយថាអ្នកគ្មានមនោសញ្ចិតណាលើខ្ញុំបន្តិចសោះឬក្រវ៉ាត់ក្បាលទៅវិញទៅបើឲ្យខ្ញុំឃើញអ្នកនៅជីងឈឹងម្ដងទៀតបើមិនដូច្នេះទេខ្ញុំនឹងចេញដៃកំទេចគ្រួសារអ្នកដោយផ្ទាល់រានភ្លេចវាទៅគេកុហកគេរុញច្រានខ្ញុំចេញខ្លាំងប៉ុណ្ណាវារឹតតែបង្ហាញថាកម្មបិតរបស់គ្រួសារលូកំពុងជៀបនៅលើរបស់គេហើយបងគ្រួសារលូមិនឲ្យសន្តាគារទទួលពួកយើងមែនទេលូចាងយ៉ានបានចេញមុខគ្មាននរណានៅជីងឈឹងហ៊ានមិនក្រែងចិត្តគេទេឡសួស្ដីលោកម្ចាស់ទី3ហ្វូខ្ញុំគឺអានរានត្រូវជាប្អូនស្រីរបស់អានសេជាព្រះនាងតូចនៃគ្រួសារអានឮថាអ្នកទើបតែចុះចាប់ភ្លាមត្រូវគ្រួសារលូបិទផ្លូវភ្លាមគ្រួសារហ្វូនិងគ្រួសារលូតស៊ូគ្នាមក30ឆ្នាំហើយតែងតែខ្វះកម្លាំងជំរុញដើម្បីបំបែកស្ថានភាពនៅក្នុងដៃខ្ញុំមានសាច់ប្រាក់រាវ30ជូកដុល្លារខ្ញុំចង់ចូលរួមប្រកួតកញ្ញាអានមានលក្ខខណ្ឌអ្វីយប់នេះខ្ញុំចង់បានប្លង់ការពារសន្តិសុខទាំងអស់នៃមន្ទីរសម្រាប់ព្យាបាលសុយសានកញ្ញាអានថ្លើមធំមែនលូចាងយ៉ានទើបតែចេញបញ្ជាបិទផ្លូវអ្នកក៏ហ៊ានមករកខ្ញុំ30ជូកដុល្លារពិតជាតាក់ទាញមែនប៉ុន្តែទិញជីវិតគ្រួសារលូមិនទាន់គ្រប់ទេពុករួមទាំងអាចើងនេះទៀតតើអ្នកមានរបស់នេះដោយរបៀបណាហ្វូឡានទុកឲ្យខ្ញុំនេះជាចិញ្ចៀនដែលខ្ញុំបង្ខំឲ្យអានសេប្រើប្រាស់បណ្ដាញសម្ងាត់ទាំងអស់របស់គ្រួសារអានជីកាយចេញមកទាំងយប់សត្រូវរបស់សត្រូវគឺជាមិត្តលោកម្ចាស់ទី3ហ្វូគ្រួសារលូជិះជាន់គ្រួសារហ្វូអស់រយៈពេល30ឆ្នាំឥឡូវនេះលូចាងយ៉ានឈឺធ្ងន់ចេញពីមន្ទីរពេទ្យប្រញាប់ប្រញាល់ត្រូវការហ្វូឡានជាអ្នកស្នងរកថ្មីដើម្បីរក្សាស្ថានភាពខ្ញុំគ្រាន់តែចង់បានប្លង់ការពារសន្តិសុខមន្ទីរសម្រាប់ព្យាបាលសុយសានប៉ុណ្ណោះនៅទីនោះមានសន្តិសុខកម្រិតខ្ពស់បំផុតអ្នកចូលទៅគឺមានតែផ្លូវស្លាប់នោះជារឿងរបស់ខ្ញុំឲ្យប្លង់មកខ្ញុំយ៉ាងយូរត្រឹមព្រឹកស្អែកប្រាក់50ជូកដុល្លារជុំដំបូងនឹងចូលទៅក្នុងកណីគ្រួសារហ្វូជាន់ទី3បន្ទប់ថែទាំពិសេសលេខ1យប់នេះម៉ោង2រំលងអធិរាមានការផ្លាស់ប្ដូរបន្ទប់មានចន្លោះទំនេរ3នាទីតំណាងអស្ថានភាពយ៉ាងម៉េចហើយរាងកាយខ្សោយពេកជាពលវ៉ាហ្វេរិនទោះបីជាស្រាលបន្តិចប៉ុន្តែសរីរាង្គក្រុងរបួសធ្ងន់ធ្ងរត្រូវការសម្រាប់ព្យាបាលដោយដាច់ខាតមិនអាចរំញោចបានទេនេះជាសុបពង្រឹងកម្លាំងរូបមន្តសម្ងាត់របស់គ្រួសារលូផឹកវាទៅស្អែកបើកប្រជុំសភាបពួកគ្រួសារខ្ញុំនឹងប្រកាសជាផ្លូវការថាឯងទទួលគ្រប់គ្រងលូគ្រប់សុបពង្រឹងកម្លាំងវិធីសាស្ត្រដែលគ្រួសារលូប្រើដើម្បីគ្រប់គ្រងសមាជិកស្នូលនៅក្នុងនោះមានបន្ថែមសារធាតុមានសរសៃប្រសាទកម្រិតស្រាលបំផុតដែលអាចឲ្យមនុស្សរក្សាភាពត្រជាក់ល្វឹងល្វើយដាច់ខាតត្រូវតែហូបថ្នាំបន្សាបតាមកំណត់បើមិនដូច្នេះទេនឹងឈឺចាប់រហូតដល់ស្លាប់គេកំពុងស្ទាបស្ទង់មើលថាតើខ្ញុំពិតជាផ្ដាច់ចិត្តពីអានរានពិតប្រាកដឬនៅលោកតាខំប្រឹងប្រែងហើយល្អណាស់មូលនិធិក្រៅប្រទេស30ក៏ដេនោះស្អែកនឹងប្រគល់ឲ្យឯងដឹងហើយខ្ញុំហត់នឿយហើយរានគ្រួសារលូគឺជាឱកាសស៊ីសាច់មនុស្សខ្ញុំត្រូវតែតោងឡើងទៅចំណុចខ្ពស់បំផុតជាន់កំទេចអ្វីទាំងអស់ទើបអាចការពារអ្នកបានមុនពេលនោះខ្ញុំមានតែរុញច្រានអ្នកចេញប៉ុណ្ណោះរានគុំទៅអីបានទេខាងក្នុងសុទ្ធសឹងតែជាឆ្មាំការពារកម្រិតខ្ពស់បំផុតបងលេងដៃនោះជាគ្រួសារលូពួកយើងឥឡូវនេះប្រយុទ្ធមិនឈ្នះគេទេ
ប្រយុទ្ធមិនឈ្នះក៏ត្រូវតែប្រយុទ្ធគ្រប់ម៉ាត់នៅក្នុងទូរស័ព្ទរបស់គេគឺកំពុងបង្ខំឲ្យខ្ញុំចាក់ចេញគេកាន់តែដាច់ចិត្តវាបង្ហាញថាឥឡូវនេះគេកាន់តែគ្រោះថ្នាក់គេបង្វែរមុខកំបិតមករកខ្លួនឯងដើម្បីកុំឲ្យខ្ញុំរងរបួសតើឲ្យខ្ញុំទុកឲ្យគេចោលនៅក្នុងឱកាសតែម្នាក់ឯងដោយរបៀបណា